ប្តីពីការដោយសារសង្គ្រាមឯប្រពន្ធប្រឹងលក់បាញ់ឆៅដើម្បីចិញ្ចឹមកូននេះហើយជីវិតអ្នកសៀមរាបគឺអ៊ីដួងដែលគាត់លក់បាញ់ឆៅនៅចិត្តខ្លោងទ្វារតកាវណាពុកម៉ែបងប្អូនដែលធ្លាប់ទៅលេងសៀមរាបប្រហែលជាស្គាល់ហើយដោយសារតែកន្លែងរបស់គាត់លក់បាញ់ឆៅនេះគឺដាច់ខ្លាំងមែនតើលក់ពីម៉ោង2រសៀលទេរហូតដល់ម៉ោង6ឬក៏6កន្លះគឺអស់ហើយអ្នកខ្លះទៅកំងម្ដង10 20ប្រទេសហើយបាញ់ឆៅរបស់គាត់នេះប្រើប្រាស់ជាមួយនឹងស្នូលជាប្រភេទដែលគេហៅថាទ្រូងមាន់ណាអញ្ចឹងបងប្អូនខ្មែរឥស្លាមក៏គាត់អាចទទួលទានបានដែរមកប្រទេសនេះត្រឹមតែ2500រៀលទេមានបន្លែប្លុកច្រើនសម្បូរបែបហើយគួងរបស់គាត់ហ្នឹងគឺតម្លៃត្រឹមតែ1000រៀលទេក្នុងនឹងលាយនំបញ្ចុកផងសាឡាត់ផងសាច់ជ្រូក3ជាន់អីចឹងទៅអញ្ចឹងអ្នកដែលទៅលេងខេត្តសៀមរាបកុំភ្លេចសាកជាមួយនឹងបាញ់ឆៅនិងគួងអ៊ីដួងនេះហើយបើដាក់ជាមួយនឹងទឹកក្រូចអាយកូឡានេះគឺត្រូវគ្នាណាហើយសម្រាប់ទឹកក្រូចអាយកូឡានេះគឺស្រស់ស្រាយសប្បាយគ្រប់ពេលតែម្ដងដាក់ជាមួយម្ហូបអីក៏ឆ្ងាញ់ដែរញ៉ាំទឹកក្រូចអាយកូឡាគឺមានឱកាសនៅក្នុងការឈ្នះរង្វាន់ជាច្រើនមានទាំងលុយមានម៉ូតូ Vespa ទូរស័ព្ទ Samsung Galaxy A7 និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតហើយជីវិតតស៊ូរបស់អ៊ីដួងគឺគាត់ប្រឹងណាស់ដើម្បីចិញ្ចឹមកូនដោយសារតែប្តីរបស់គាត់ណាជាអតីតយោធិនដែលពិការដោយសារតែសង្គ្រាមហើយទីតាំងគាត់អត់ប្របាករកទេពុកម៉ែបងប្អូនដែលស្គាល់ខ្លោងទ្វារតកៅហ្នឹងពេលដែលយើងចេញពីដើរលេងនៅក្នុងប្រាសាទអីចឹងណាយើងជិះមកខាងខ្លោងទ្វារតកៅហ្នឹងទៅមកដល់ផ្លូវ8ជា4ហ្នឹងឃើញទីតាំងលក់បាញ់ឆៅរបស់គាត់ហ្នឹងហើយមានតាំងពីបាញ់ឆៅមានតាំងពីគួងបន្លែសម្បូរបែបអីចឹងទៅហើយកាលពីមុនហ្នឹងបាញ់ឆៅរបស់គាត់មានតែ5ខ្ទះទេចាក់តែ5ខ្ទះទេប៉ុន្តែភ្ញៀវឥឡូវច្រើនទៅគាត់ចាក់ឡើងដល់ទៅ8ខ្ទះហើយញាប់ដៃញាប់ជើងណាមានតាំងពីបន្លែស្រស់ទិញតាមភូមិទិញតាមអីទាំងអស់និយាយទៅបន្លែប្លុករបស់គាត់តាំងសាច់អីហ្នឹងគឺគាត់ទិញពីអ្នកស្រុកអ្នកភូមិអីចឹងណាអញ្ចឹងបាញ់ឆៅគាត់លក់កាន់តែដាច់អ្នកភូមិអ្នកស្រុកហ្នឹងគឺគាត់មានចំណូលតាមរយៈការលក់បន្លែប្លុកមានតាំងពីសាច់មានតាំងពីអីទាំងអស់ហ្នឹងឯងអញ្ចឹងការជួយទៅញ៉ាំអីនៅកន្លែងដួងគឺជួយបានច្រើនដល់ក្នុងសហគមន៍របស់គាត់អញ្ចឹងអ្នកទៅលេងខេត្តសៀមរាបកុំភ្លេចចូលទៅសាកជាមួយនឹងបាញ់ឆៅអ៊ីដួងមានតាំងពីគួងមានតាំងពីអីនេះហើយព័ត៌មានលម្អិតបន្ថែមតាក់ទងជាមួយនឹងទីតាំងលម្អិតជាមួយលេខទូរស័ព្ទរបស់គាត់ខ្ញុំនឹងតម្លែងជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត